ថ្ងៃនេះខ្ញុំចង់មកនិយាយប្រធានបទមួយអំពីសុខភាពសុខភាពរបស់យើងម្នាក់ៗគឺអឺពិបាកថែរក្សាមែនតើព្រោះអឺអ្នកខ្លះតាំងពីក្មេងមកបញ្ហាសុខភាពក៏កើតភ្លាមមានអឺសុខភាពអត់ល្អអ្នកខ្លះកើតមកហើយមានសុខភាពល្អហើយប៉ុន្តែអឺ អាការថែទាំសុខភាពយើងហ្នឹងវាអត់ទៅតាមស្តង់ដារអញ្ចឹងហើយសុខភាពវាពិបាកថែទាំមែនទែនដូចជាស្ដែងដូចខ្ញុំអញ្ចឹងអឺសុខភាពវាអត់មានអីទេរាល់ថ្ងៃយើងអឺអត់មានជាការឈឺស្កាត់អីរបៀបថាឲ្យវាប៉ះពាល់ដល់ការងារយើងប៉ុន្តែវានៅតែមានអញ្ចឹងបញ្ហាអឺសុខភាពតិចតួចដូចអឺបញ្ហាកាពះអីខ្ញុំបញ្ហាកាពះប៉ុន្តែវាអត់ធ្ងន់ធ្ងរវាអឺតិចតួចហើយអាហ្នឹងសិតសឹងតែជាបញ្ហាសុខភាពបើនិយាយពីតាមពេទ្យវិញគឺអាសុខភាពយើងហ្នឹងគឺតម្រូវឲ្យយើងញ៉ាំរបស់របរអីដែលវាមានគុណសម្បត្តិដល់សុខភាពយើងតែរាល់ថ្ងៃគឺយើងភាគច្រើនគឺមិនធ្វើដូចការណែនាំរបស់ពេទ្យទេពេលខ្លះយើងហូបយើងមិនបាច់និយាយដល់ស្រាទេស្រាវាដឹងតែវាប៉ះពាល់ដល់សុខភាពហើយតែយើងនិយាយពីចំណីចំណុកអីយើងហូបរាល់ថ្ងៃពេលខ្លះចំណីចំណុកខ្លះវាអត់យើងហូបទៅវាអត់ជួយសុខភាពហើយពេលខ្លះវាប៉ះពាល់សុខភាពយើងទៀតអាហ្នឹងយើងគួរតែយកចិត្តទុកដាក់ទាំងអស់គ្នាអំពីសុខភាពទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏មិនមែនជាអ្នកថែសុខភាពអីណាទេប៉ុន្តែរងថ្ងៃក៏តាមដានសុខភាពខ្លួនឯងរហូតព្រោះយើងដឹងហើយលុយយើងអាចរកបានសម្ភារៈអីយើងអាចរកបានតាមក្រោយប៉ុន្តែសុខភាពតែវាបាត់បង់ហើយគឺវាពិបាកក្នុងការឲ្យវាទៅដូចដើមវិញណាអញ្ចឹងហើយសំណូមពរដល់បងប្អូនទាំងអស់គ្នាថែរក្សានៅសុខភាពទាំងអស់គ្នាជាពិសេសគឺកាត់បន្ថយការជួបជុំផឹកស៊ីមកថាយើងផ្ដាច់មិនបានទេគឺយើងកាត់បន្ថយយើងហូបដែរហូបផឹកស៊ីអីយើងផឹកស៊ីដែរប៉ុន្តែយើងមានកលៈទេសៈមានពេលវេលាយើងកុំជ្រុំវាមួយអាទិត្យ4ទៅ5ដងអីវាអត់ល្អដល់សុខភាពទេស្រាហ្នឹងគឺវាប៉ះពាល់ដល់ថ្លើមខ្លាំងអញ្ចឹងហើយយើងទាំងអស់គ្នាគួរណាស់តាពិចារណាហើយមុនធ្វើអីគិតអីក៏ត្រូវគិតដល់សុខភាពជាចម្បងអញ្ចឹងណាអាហ្នឹងជាបញ្ហាសុខភាពមួយទៀតសុខភាពផ្លូវចិត្តយើងក៏សំខាន់ដែរសុខភាពផ្លូវចិត្តយើងតែយើងសុខភាពផ្លូវចិត្តយើងធ្លាក់ហើយគឺសុខភាពផ្លូវកាយយើងក៏ទៅតាមនឹងដែរឧទាហរណ៍តែយើងគិតច្រើនយើងមានបញ្ហាច្រើនយើងជួបបញ្ហាច្រើនជួបបញ្ហាគ្រួសារផ្ទាល់ខ្លួនបញ្ហាការងារជាដើមអញ្ចឹងហើយយើងគិតច្រើនកាលណាតែយើងគិតច្រើនគឺយើងដេកអត់លក់ឯងកាលណាតែយើងដេកអត់លក់ដេកអត់បានហើយគឺសរីរាង្គយើងចាប់ផ្ដើមធ្លាក់ទ្រុឌទ្រោមអញ្ចឹងហើយខ្ញុំលើកទឹកចិត្តដល់បងប្អូនទោះជាមានបញ្ហាអីក៏ដោយបញ្ហាទាំងកន្លែងការងារទាំងកន្លែងទាំងគ្រួសារត្រូវចាំថាវាមនុស្សទាំងអស់សុទ្ធតែមានបញ្ហាដូចគ្នាដូចតែបងប្អូនអញ្ចឹងស៊ីសងទៅលើយើងចេះដោះស្រាយវាយើងកុំស្មុគស្មាញកុំ stress កុំដល់ថ្នាក់មានវិបត្តិផ្លូវចិត្តយើងត្រូវគិតថាគេក៏មានបញ្ហាយើងក៏មានបញ្ហាហើយគេដោះស្រាយបានរឿងអីថាយើងដោះស្រាយមិនបានអញ្ចឹងហើយបញ្ហាហ្នឹងវាដោះស្រាយតាមដំណាក់កាលវាដឹងតែមានផ្លូវចេញហើយវាមិនអត់ទេអញ្ចឹងហើយយើងដោះស្រាយបញ្ហាដើម្បីឲ្យសុខភាពផ្លូវចិត្តរបស់យើងហ្នឹងគឺវាល្អមួយទៀតគឺ
សុខភាពផ្លូវចិត្តយើងហ្នឹងគឺយើងត្រូវធ្វើយ៉ាងណាឲ្យវាមានសុខភាពល្អយើងកបីកុំទៅនិយាយមួយម៉ាត់ថាយើងកុំទៅចំណែននឹងជីវិតគេឃើញខ្លួនឯងអញ្ចឹងមិនសូវមានដូចគេអញ្ចឹងចំណែនទៅចំណែននឹងអ្នកដតីដែលឃើញគេមានអីរហូតដល់ថ្នាក់យើងដេកមិនលក់បក់មិនហើយអាហ្នឹងក៏វាពិបាកដែរគេមានបានគឺយើងអបអរសាទរគេទៅហេតុអីបានគេមានបានដោយសារគេខិតខំប្រឹងប្រែងគេខិតខំធ្វើការអញ្ចឹងហើយលទ្ធផលដែលគេទទួលបានហ្នឹងវាសមនឹងតម្លៃដែលគេលះបង់អញ្ចឹងហើយយើងកបីសាទរជាមួយនឹងមនុស្សជុំវិញខ្លួនយើងដែលគាត់ទទួលបានជោគជ័យក្នុងជីវិតលុយកាក់អីគាត់មានចាយគ្រប់គ្រាន់យើងកុំឃើញគេមានបានមនុស្សជុំវិញមានបានហើយយើងដល់ថ្នាក់ចំណែនគេហើយយើងរហូតដល់ដេកមិនលក់បក់មិនហើយអាហ្នឹងវាមិនល្អទេហើយមួយទៀតខ្ញុំចង់ប្រាប់បងប្អូនមួយទៀតអ្នកមានក៏មិនប្រកាសថាផ្លូវចិត្តគាត់ឬក៏សម្ពាធគាត់តិចជាងយើងដែរពេលខ្លះផ្លូវចិត្តគាត់សម្ពាធគាត់ការងារគាត់នឹងធ្ងន់ជាងយើង20ទៅ30ដងអញ្ចឹងហើយយើងកុំទៅចំណែនពួកគាត់ខិតខំប្រឹងប្រែងមានសម្ពាធច្រើនគាត់ខិតខំប្រឹងប្រែងខ្លាំងអាហ្នឹងគាត់សមនឹងទទួលបានអ្វីដែលគាត់ខិតខំប្រឹងប្រែងអញ្ចឹងជារួមមកវិញគឺខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាថែរក្សាសុខភាពទាំងសុខភាពផ្លូវរាងកាយយើងក៏ដូចជាសុខភាពផ្លូវចិត្តទាំងពីរនេះគឺត្រូវដើរទន្ទឹមគ្នាកាលណាតែយើងមានសុខភាពហើយយើងចង់ធ្វើអីក៏បានដែរមិនខ្វះទេការងារឲ្យតែយើងធ្វើរលុយគឺយើងនឹងទទួលបានថ្ងៃណាមួយឲ្យតែយើងខិតខំប្រឹងប្រែងមុននឹងក្រោយគឺយើងគង់តែមានថ្ងៃដូចគេដែរវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងចាំជួបគ្នាវីដេអូក្រោយ